នាងខ្ញុំបានសន្យាកាលពីខែ8កាលហ្នឹងនាងខ្ញុំបានមកចែកមកជួបគ្រួសារកងទ័ពពលីនៅក្នុងសង្គ្រាមហើយក៏ពេលហ្នឹងក៏បានជួបលោកតាលោកយាយដែលជាជនជាតិអ៊ីស្លាមឃើញមានភាពកក់ក្ដៅខ្លាំងមែនតើចាមកទទួលនាងខ្ញុំដែលរាក់ទាក់ចាហើយអរគុណនៃការស្រឡាញ់ចាចំពោះរូបនាងខ្ញុំនិងសម្ដេចធិបតីក្នុងពេលនោះគឺមកសុខចិត្តចាំនាងខ្ញុំចាឈរចាំទួលមានអារម្មណ៍ថារំភើបហើយគាត់ក៏មានប្រសាសន៍ថាអើយមិនដឹងកាលណាបានជួបគ្នាទៀតអញ្ចឹងនាងខ្ញុំក៏សន្យាថានឹងមកម្ដងទៀតចាដោយយកពេទ្យសមត្ថចិត្តយុវជនសម្ដេចតេជោចាមកជាមួយនៅក្នុងរយៈពេលឆាប់នេះក៏នឹងសន្យាថាឲ្យផុតខែភ្លៀងចាដើម្បីរៀបចំឲ្យក៏លោកតាលោកយាយធ្វើដំណើរបានស្រួលប្រជាពលរដ្ឋយើងធ្វើដំណើរបានស្រួលអញ្ចឹងថ្ងៃនេះមកតាមការសន្យាចាជូនដល់លោកតាលោកយាយហើយជាពិសេសបងប្អូនយើងនៅក្នុងថ្ងៃនេះជួបគ្នាជាម្ដងទៀតហើយគិតថានឹងជួបលើកក្រោយទៀតចា